សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានវីដេអូមកបង្ហាញមួយទាក់ទងជាមួយ AI មួយដែលយើងអាចប្រតិភាសាអង់គ្លេសយើង practice speaking ក៏ដូចជាប្រភេទបានច្រើនមែនទែនទាក់ទងជាមួយ AI មួយនេះ performance វាគឺខ្លាំងជាង AI ChatGPT ឬក៏ DeepSeek ផ្សេង AI ផ្សេងអញ្ចឹងណាឈ្មោះថា aistudio.com អញ្ចឹងអ្នកនរគ្នាក៏ search AI Studio មកគឺសូមឲ្យអញ្ចឹងដើម្បីចូលប្រើប្រាស់យើង search អញ្ចឹងហើយយើងចូលមកយើងចុច tick 2អញ្ចឹងណាអូខេចូលមកដល់កន្លែងនេះគឺមាន account របស់យើង login ហើយស្រាប់អញ្ចឹងមាននៅខាងឆ្វេងមាន chat នៅខាងស្ដាំមាន tool មួយចំនួនមាន structure output មាន code មាន function អីចឹងមាន Google search អូខេហើយកន្លែង chat នេះយើងអាចប្រើប្រាស់ទូទៅដោយ ChatGPT អញ្ចឹងតែវាមានមុខងារអីផ្សេងច្រើនទៀតអញ្ចឹងឥឡូវយើងតេស្ត hello មួយសិនអូខេ hello អញ្ចឹងចាំតិចវាសូឲ្យអូខេវាតប hello ឥឡូវយើងសួរពី version មកវាព្រោះ AI ChatGPT ឥឡូវដូចជាដល់4ចុចហើយអញ្ចឹងតែមើលថា AI នេះវាដល់ version ណាអញ្ចឹងអូខេGoogle AI គឺវាអត់សូវ version ឲ្យទេគាត់ថាវាប្រាប់ថា version របស់វាធំអញ្ចឹងឥឡូវយើងតេស្តមើល performance របស់វាមានអីខ្លះគឺវាអាច access ទៅ Google Drive របស់យើងបាន Google Drive ដែលនៅលើ cloud ហ្នឹងយើងក៏ចុចទៅហ្នឹងទៅវា access ទៅ Drive របស់យើងអាច upload file យើងអាច upload ជីវភាពយើងអាច upload ជា audio ជា photo កន្លែងនេះគឺលុយមែនតើ YouTube video អញ្ចឹងអ្នកទាំងអស់គ្នាចង់ upload YouTube video ចូលដើម្បីឲ្យវា summary ឬក៏អីឲ្យបានទៀតហើយវាមានមុខងារ stream នេះគឺយើងអាចនិយាយជាមួយ AI មានតែយើងប្រើភាសាអង់គ្លេសឬក៏ប្រើ speaking អីផ្សេងមាន share screen អ្នកនរគ្នាអាច share screen មានចង្អុលអីចឹងយើងអាច share screen ទៅ AI វាអាចនឹងជួយណែនាំយើងអីចឹងគឺនិយាយទៅប្រើភាសាដូចយើងសួរគេទូទៅរបៀបតាម Zoom ឬក៏តាម Microsoft Teams តាម meeting អីចឹងយើងអាចប្រើចឹងបានយើងអាចជា webcam ក៏បានដែរឥឡូវខ្ញុំតែប្រើភាសា speaking ព្រោះថ្ងៃនេះវីដេអូរបស់ខ្ញុំ focus ទៅលើ practice speaking ភាសាអង់គ្លេសរបស់យើងណាចឹងអ្នកនរគ្នាអាចចុចកន្លែងហ្នឹងមកយើងអាចនិយាយតេស្តជាមួយ AI មកហើយខ្ញុំនិយាយ hello ចឹងទៅវា hello ចឹងគឺវា performance បានល្អមែនតើប្រហែលដូចយើងនិយាយជាមួយមនុស្សទៅហើយភាសារបស់វាគឺនិយាយមកច្បាស់ហើយមាន text ជាសន្តិធម៌យើងមើលទៀតអញ្ចឹងគឺវាល្អមែនតើសម្រាប់ការប្រើប្រាស់ប្រតិភាសាយើងណាអូខេមកដល់កន្លែងនេះអាច generate ជារូបភាពឲ្យយើងបានជាវីដេអូក៏បានដែរអញ្ចឹងបើចង់ generate រូបភាពក៏ select លើរូបភាពមកហើយយើងអាចសរសេររូបភាពដែលចង់ឲ្យវា generate ឲ្យអញ្ចឹងគឺវា generate ឲ្យបានពីទៅគឺ performance វាឡូយវាមានច្រើនមុខងារអញ្ចឹងវាអាច build ជា app ឲ្យយើងក៏បានដែរគាត់ថា build ជា app ជាមួយខ្ញុំនឹងធ្វើវីដេអូផ្សេងមួយទៀតដើម្បីបញ្ជាក់ពីលម្អិតពីមុខងារមួយពី AI នេះព្រោះ AI នេះមានមុខងារច្រើនអញ្ចឹងបើអ្នកនរគ្នាចូលចិត្តវីដេអូខ្ញុំសូមជួយចុច like ដើម្បីទទួលបាន